នេះខ្ញុំនឹងចំណាយពេលរយៈពេល2ម៉ោងដើម្បីរកលុយទៅទិញ pickaxe ថ្មីឥឡូវមកទិញទឹកថ្នាំសិនដើម្បីស្រួលការម៉ាញហើយនឹងយើងឡើងទៅបានរ៉ែល្អៗចឹងណាពេលនេះម៉ាញពេញយើងអ្នកនេះព្រោះថាទៅលក់ពួកអារ៉ែអត់ប្រយោជន៍ចោលទៅពួកអារ៉ែសំខាន់ចឹងលក់ទៅក៏ចំណេញបាន4-5,000ហើយចឹងវាស្រួលណាស់នេះទុកតែរ៉ែអ៊ីពេចឡើងទៅស្រួលយើងធ្វើរបស់ទៅយើងអាចលក់បានថ្លៃជាងរ៉ែចឹងណាឥឡូវយើងមកលក់អារ៉ែទូហ្នឹងមកណារ៉ែថោកហ្នឹងមកយើងលក់វាចោលអត់ទៅវាអត់ប្រយោជន៍ចឹងខ្ញុំប្រាប់ឡើងហ្នឹងទេនេះពេលអ្នកគ្នាអស់ទឹកថ្នាំម៉ាញហើយនឹងទឹកថ្នាំឡាក់ហ្នឹងយើងទៅទិញទៅមកយើងមិននៅម៉ាញចឹងវាខាតវាងាយលឿនហើយវាបានលឿនហើយសំខាន់វាបានរ៉ែមកអត់សូវល្អចឹងយើងទៅទិញទឹកថ្នាំដដែលចឹងមកទៀតមកយើងទៅធ្វើចឹងរហូតមកចឹងទៅតោះតែយើងពេញ stat ចឹងទៀតបើយើងធ្វើយករ៉ែមកលក់ចឹងទៀតឥឡូវបន្ទាប់ពីយើងម៉ាញអស់ចិត្តអស់ចោលហើយយើងធ្វើការ respawn ទៅវិញទៅដើម្បីទៅលក់ប្រែចឹងហើយនឹងទៅធ្វើរបស់ដើម្បីយកទៅលក់យកលុយចឹងហើយកន្លែងដំណេញខ្ញុំមិនសូវប៉ិនដំប្រហែលទេវា10វាខ្លះត្រូវទាំងអស់ទៅវាខ្លះខុស2 3តែវាច្រើនខុសច្រើនជាងត្រូវចឹងពិបាកវាអត់ពេញ 100% ចឹងដើរបានមកក៏វាអត់សូវល្អហើយពេលយើងដំបានចឹងយើងមើលទៅលើdamage defend អីផងបើរបស់ហ្នឹងដែលយើងដំមកវាល្អជាងរបស់ដែលយើងពងតែពាក់អញ្ចឹងទៅអាហ្នឹង
យើងយករបស់ពងយើងពាំងយកទៅលក់ទៅតិចអត់មានតែយករបស់បានមកល្អហើយទៅយករបស់ល្អទៅលក់ហើយពាក់របស់អត់សូវល្អហ្នឹងអាហ្នឹងកាលមុនខ្ញុំផ្លេចគិតរឿងហ្នឹងកាលនោះធ្វើចឹងរហូតតែឥឡូវយើងដឹងចឹងយើងជាបទពិសោធន៍របស់យើងចឹងឥឡូវយើងធ្វើចឹងទៅវាឡើងអីហើយដល់កងវិញឆ្លៀតខុសមួយនៅក្រោយទៀតវាដូចលោតមកយឺតមកខ្ញុំណាស់តែប្រហែលមកពីឡែកឲ្យមកតែចុចទៅវាអត់តន់វាខុសមួយទៅបានឥឡូវខ្ញុំថាដំច្រើនទៀតចឹងរៀងដាក់ speed ទេវីដេអូព្រោះវាវែងពេលឥឡូវកុំឲ្យអ្នកគ្នាធ្វើខ្ញុំដាក់ speed វីដេអូឲ្យលឿនទេដូចអ្នកគ្នាឃើញហើយគឺដំបានថា53ហើយចឹងទេដឹងមិនព្រោះដំទៅដឹងតែលេខអីចឹងហើយលុយទៅពេលខ្ញុំធ្វើចឹងទៅវាបានដូចជា34ម៉ឺនដែរចឹងវារៀងច្រើនដែរអ្នកនេះអាចប្រើវិធីចឹងបានអូខេវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរជួបគ្នានៅវីដេអូបន្តទៀតបាយបាយ